Con thêm mà. Chết trong đó. Trong đó mà. Bạch tơi để tên này. Thế anh thì bốn tha trong nó vì mà ai liền. À nè con tao nó vì mà ai lên sao chạy lôi cho thầy. Đau rồi này. Ê, thừa chẳng đừng xong. Ai, hôm nay có không mua dương đó. Tình đó cô với phọc nó. Đừng tình đó cô ấy với phọc tiết đó. Anh ấy ở đôi chị đầu. Cô pông tại kết ớt đấng tha thử tên đó cô ấy còn nha mà lỡ mà đó chiếc mong mega mà pi chật môi nó cứ miên bụt pop up bo tại đó cô no mo lỡ như tập luôn thằng off này vậy. Stay bong. Oh. Ok ba lụa nhầm lụa. Nếu chứ sợ sẽ lấy cho bọn. Ba con nên ngay bong bong ở cái này chẳng là lỡ nhưng mà lụa cho mùi đó cô no mo này stong no mo mong để thêm bất nhưng khọp nhầm đó cô bị một màu ấy đó cô no mo nó cứ miên chủ phi đôi chia đó bong bong cứ miên hủ chiết oatmeal hay cho mùi nâng hủ chiết coconut chẳng là lỡ dương một lụa cái này hủ chiết cái bong oatmeal bọn oatmeal là ok nhưng mà lụa cho mùi nâng hủ chiết oatmeal bọt đó cô no mo ăn này tao thì vậy thoáng món nhôm nơi ta sành hủ chiết mùi nâng đời ra tại cái oatmeal សម្រាប់ខ្ញុំវិញដោយសារតែទីមួយខ្ញុំពេញចិត្តគ្រាន់តែវាអត់សូវផ្អែមឬខ្ញុំអត់ចូលចិត្តញ៉ាំផ្អែមអីខ្លាំងទេអញ្ចឹងរសជាតិអត់សូវផ្អែមនេះគឺត្រូវជាមួយខ្ញុំខ្លាំងមែនតើហើយរសជាតិ oatmeal នេះគឺជាទឹកដោះគោស្រូវស្លៃពេលញ៉ាំចូលទៅក្នុងមាត់ព្រាមរសជាតិប្រហើក្លិនស្រូវស្រីអញ្ចឹងបងប្អូនគឺបែប natural ធម្មជាតិមែនតើព្រោះថាដោយសារតែទឹកដោះគោ normal នេះគឺផលិតចេញអំពីរុក្ខជាតិពិតតែម្ដងធម្មជាតិ natural គឺជាស្រាស្រទន់ឆ្ងាញ់សំខាន់រសជាតិវាបែប creamy គឺយើងដាក់កាហ្វេក៏បានយកទៅញ៉ាំជាមួយភេសជ្ជៈផ្សេងក៏បានញ៉ាំពេលណាក៏បានដែរអញ្ចឹងបងមានអីទៀតយើងមានរសជាតិ coconut មួយទៀតដែរបង coconut ទេបងចាអូខេធ្វើសួរហ្នឹងដឹងដែរតាអរគុណអូខេបងប្អូនអញ្ចឹងនេះគឺទឹកដោះគោ normal រសជាតិ coconut meal coconut meal មានរសជាតិផ្អែមជាងអត់មានបន្តិចទេបាទហើយក្លិនឈ្ងុយខ្ទិះដូងហ្មងបងប្អូនព្រោះថាទឹកដោះគោនេះគឺជាទឹកដោះគោខ្ទិះដូងអញ្ចឹងក្លិនប្រកបជាឈ្ងុយខ្ទិះដូងហើយវាសំខាន់រសជាតិ creamy ដូចគ្នាជាមួយនឹង oatmeal និយាយទៅចំពោះទឹកដោះគោរបស់ខាង normal គឺជាទឹកដោះគោរសជាតិបែប creamy ទាំងអស់តែម្ដងហើយអ្វីដែលសំខាន់ខ្ញុំពេញចិត្តបំផុតគឺត្រង់ថារសជាតិវាខុសគ្នាតិចតួចកម្រិតជាតិស្ករខុសគ្នាតិចតួចប៉ុន្តែវាគឺនៅក្នុងស្តង់ដារមួយដែលខ្ញុំអាចទទួលយកបាននៅក្នុងស្តង់ដារមួយដែលសម្រាប់មនុស្សដែលអត់ចូលចិត្តផ្អែមដូចខ្ញុំគឺអាចញ៉ាំបានគឺថាពេញចិត្តខ្លាំងមែនតើបងប្អូនហើយចំពោះទឹកដោះគោខាង normal ទាំងពីរប្រភេទនេះយើងដាក់ជាមួយកាហ្វេក៏ត្រូវដាក់មួយភេសជ្ជៈក៏ត្រូវញ៉ាំបានគ្រប់ស្ថានភាពទាំងអស់អញ្ចឹងខ្ញុំសម្រេចចិត្តថាទិញអាហ្នឹងឲ្យគាត់ផឹករឿងគាត់ខ្ញុំទិញ normal ឲ្យគាត់បងចង់ខ្ញុំយកពីរណាចាតែថ្ងៃនេះចំណេញបងបានបញ្ចុះតម្លៃ 10% ហ៎បងខ្ញុំចុះតម្លៃទៀតចា 10% បងប្អូន 10% អញ្ចឹងខ្ញុំទិញតាណាក៏ 10% ដែរមែនឬក៏មិនរាល់គ្រប់ជីបង supermarket បងមានបញ្ចុះតម្លៃដូចគ្នានៅក្នុងខែ5ហ្នឹងបងចាតែនៅក្នុងខែ5ហ្នឹងទេចាបងអូខេបងប្អូនអញ្ចឹងចំពោះបងប្អូនដែលចង់ទិញទឹកដោះគោញ៉ាំខ្ញុំ recommend ទិញទឹកដោះគោ normal ហើយមកទិញនៅជីបង supermarket គ្រប់កន្លែងគ្រប់ផ្សារការទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ 10% នៅក្នុងខែ5ហ្នឹងឯងចំពោះទឹកដោះគោអត់មាននេះវិញនៅលើច្បល់កំប៉ុងគឺតែសេច្បាស់ហ្មងណាគឺថាមានវីតាមីនជាមួយនឹងសារធាតុរ៉ែរហូតដល់ទៅ7មុខគឺសារធាតុច្រើនមែនតើល្អចំពោះសុខភាពល្អចំពោះសម្រស់ទៀតអូខេបងអញ្ចឹងខ្ញុំយកថែមនេះ2ណាអូខេបងអាចកាត់លុយនៅកាសៀខាងមុខបានណាបងបាទអរគុណច្រើនអរគុណទិញឲ្យវាប៉ុណ្ណឹងវាសុបាយចិត្តហើយ